ប្រហែលជាមិនមានអ្នកដឹងទេថាមានកោះពោពេញដោយសំរាមដ៏ធំមួយដែលមានឈ្មោះថា Great Pacific Garbage Patch ដែលជាបណ្ដុំសំរាមដ៏ធំដែលអណ្ដែតនៅក្នុងមហាសមុទ្រ Pacific វាត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ1997នៅជិតរដ្ឋ California ហើយបានកើនឡើងទំហំដល់ទៅប្រហែល 1.6 លានគីឡូម៉ែត្រការ៉េដែលជាទំហំធំទ្វេដងបើធៀបនឹងរដ្ឋ Texas ធំជាងបារាំង អាល្លឺម៉ង់និងអេស្ប៉ាញរួមបញ្ចូលគ្នាទៅទៀតគំនរសំរាមអណ្ដែតទឹកនេះមានទម្ងន់ស្មើនឹងត្រីបាឡែនខៀវចំនួន500ក្បាលហើយមានផ្លាស្ទិកប្រហែល 2000 លានដុំកាកសំណល់ភាគច្រើនបានមកពីចិនជប៉ុនកូរ៉េនិងសហរដ្ឋអាមេរិកជាមួយនឹងសំណាញ់នេសាទចាស់ៗកោះសំរាមនេះពិតជាត្រូវបានបង្កើតឡើងពីកម្ទេចកំទីមកពីតំបន់ធំពីរមួយនៅជិតប្រទេសជប៉ុននិងមួយទៀតនៅជិតរដ្ឋ California តភ្ជាប់ដោយចរន្តទឹកសមុទ្រដែលផ្លាស់ទីសំរាមរវាងតំបន់ទាំងពីរការបំពុលនេះសម្រាប់ជីវិតសត្វសមុទ្រនិងបញ្ចេញមីក្រូផ្លាស្ទិកពុលទៅក្នុងមហាសមុទ្រខ្យល់និងសូម្បីតែអាហាររបស់យើងតាមពិតទៅមនុស្សជាមធ្យមញ៉ាំផ្លាស្ទិកប្រហែល5ក្រាមនៅក្នុងមួយសប្តាហ៍ដែលមានទំហំប៉ុនកាធនីគាថ្មីត្បិតតែវាមានគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយកោះសំរាមនេះគឺនៅឆ្ងាយដោយមិនទាន់មានប្រទេសណាចេញមកទទួលខុសត្រូវទាំងស្រុងក្នុងការសម្អាតនោះទេចំណាយប្រាក់ស្មើកាហ្វេមួយកែវអាចស្ដាប់សៀវភៅល្បីៗបានរហូតជាង300ក្បាលទាញយកពី App Store និង Play Store ឥឡូវនេះសូមវាយពាក្យ eBook Cambodia ដើម្បីស្វែងរក